មកឥឡូវលោកគ្រូសូមបញ្ជាក់បន្តិចថ្ងៃនេះគឺលោកគ្រូធ្វើការបង្ហាញតាក់ទងជាមួយនឹងការសរសេរចំណោទឬក៏ដូចជាលំហាត់បែបនេះទៅជាទម្រង់ស្តង់ដារនៃស្វ័យគុណតើគេសរសេរយ៉ាងម៉េចទម្រង់ស្តង់ដារនៃស្វ័យគុណដែលមានលក្ខណៈជាលេខបែបនេះយើងមើលសិនមកសរសេរចម្ងាយពីផែនដីទៅព្រះអាទិត្យដែលមានចម្ងាយស្មើនឹងរាយ10រយប៉ុនម៉ឺនសែនលាន93លានម៉ាយអញ្ចឹងគូគិតថានឹងម៉ាយ93លានម៉ាយអញ្ចឹងមិនន័យថាចម្ងាយហ្នឹងគឺឆ្ងាយមែនទែនពីព្រោះ1ម៉ាយគឺប្រហែលគីឡូ1ម៉ាយ1ម៉ាយគឺស្មើនឹង1គីឡូរបស់យើងហ៎1គីឡូជាងយើង1ម៉ាយគឺស្មើនឹងដូចជា1ម៉ាយស្មើនឹង1609 គីឡូម៉ែត្រអញ្ចឹងមិនន័យថា1.1គីឡូជាងហ្នឹងយល់ទេ1ម៉ាយមកជាង1គីឡូកន្លះយល់ទេអាហ្នឹងគឺលោកគ្រូប្រហែលជាលោកគ្រូចាំអត់បានទេបើតែគ្រូគិតថា1ម៉ាយគឺស្មើនឹង1គីឡូ600ម៉ែត្រជាងតើណា1ម៉ាយប៉ុន្តែក្នុងຂະຫນាតនេះគឺគេគិតម៉ាយអញ្ចឹងមិនន័យថាចម្ងាយពីព្រះអាទិត្យមកផែនដីឬក៏ពីផែនដីទៅព្រះអាទិត្យគឺមានចម្ងាយ93លានម៉ាយតើណាបើសិនតែយើងគិត93លានម៉ាយកាលណាយើងបំបែកទៅជាគីឡូម៉ែត្រឧបមាថាបើសិនជា1ម៉ាយរបស់យើងគឺស្មើនឹងប៉ុណ្ណេះស្មើនឹង1គីឡូជាងមែនទេ1.609 គីឡូម៉ែត្រអញ្ចឹងមិនន័យថាយក1.609 គីឡូម៉ែត្រគុណនឹង93ទៅយើងគិតជាគីឡូម៉ែត្របានហើយតើណាគិតជាគីឡូម៉ែត្របានហើយប៉ុន្តែនៅកន្លែងនេះគឺຂະຫນាតរបស់វាគឺគេគិតតែម៉ាយសិនចម្ងាយពីផែនដីទៅព្រះអាទិត្យគឺស្មើនឹង93លានម៉ាយជាទម្រង់ស្តង់ដារនៃស្វ័យគុណយើងសរសេរវាជាទម្រង់ស្តង់ដារនៃស្វ័យគុណតើយើងសេបានមិនហ៎ចឹងកន្លែងនេះគឺយើងសរសេរបានមើលសិនគេបានអញ្ចឹងលោកគ្រូសេចេះឲ្យមើល93បាទ0ម៉ាន06 1 2 3 អញ្ចឹងកាលណាយើងសរសេរទៅជាទម្រង់ស្តង់ដារនៃស្វ័យគុណគឺស្មើនឹងម៉ានយើងស្មើម៉ាន93បាទគុណនឹងម៉ានគុណនឹង10ស្វ័យគុណម៉ានបាទ10ស្វ័យគុណ1 2 3 4 5 6អញ្ចឹង10ស្វ័យគុណ6ក៏ប៉ុន្តែដោយសារតែតម្លៃ A របស់យើងគឺ93ធំជាង10មែនទេគឺយើងអត់យកទេយើងយកតែតម្លៃ A របស់យើងទៅជាង10មែនទេបាទតម្លៃ A យើងគឺយើងត្រូវយកទៅជាង10បើទៅជាង10 93ធំជាង10ហើយអញ្ចឹងយើងត្រូវធ្វើម៉េចបាទអញ្ចឹងយើងត្រូវកាត់តំណេះចោលគឺយើងសរសេរបានប៉ុន្មាន 9.3 គុណនឹង10មែនទេគុណនឹង10ហ៎បាទគុណ10ស្អីគុណប៉ុន្មានព្រោះ9ទេអត់ខុសណា9.3 គុណនឹង10អត់មានស្វ័យគុណវា1មែនទេបាទស្វ័យគុណវា1ទេបាទស្វ័យគុណវា1បាទអញ្ចឹងយើងគុណបន្ថែមទៀតមកគុណនឹង10ស្វ័យគុណប៉ុន្មាន10ស្វ័យគុណ6ណែបន្តមកទៀតពួកយើងណែអាគោល10នេះជាមួយនឹងគោល10នេះដូចគ្នាទេដូចអញ្ចឹងយើងសរសេរបានប៉ុន្មាន9.3 គុណនឹង10បាទស្វ័យគុណប៉ុន្មាន1បូកជាមួយនឹង6មែនទេបានប៉ុន្មានកន្លែងនេះគឺឡើងស្វ័យគុណណាលោកគ្រូសេចេះចាំ1បូកនឹង5 6អញ្ចឹងវាស្មើនឹង9.3 គុណនឹង10ស្វ័យគុណ5 7ត្រូវហើយបើយើងនេះគឺជាលទ្ធផលដែលយើងសរសេរមកជាទម្រង់ស្តង់ដារនៃស្វ័យគុណគឺ9.3 គុណនឹង10ស្វ័យគុណ7ចុះ A យើងស្មើប៉ុន្មាន A ស្មើប៉ុន្មាន A យើងគឺស្មើនឹង 9.3 តូចជាង10មែនអត់តូចជាងនេះមែនអត់ព្រោះ A 9.3 តូចជាង10កាលណាយកស្មើ10គេអត់យកទេធំជាង10ក៏គេអត់យកដែរអញ្ចឹងចង់និយាយថាចាប់ពី10ឡើងលើគឺគេអត់យកទេគេយកចាប់ពី9ចុះក្រោមយល់ទេអញ្ចឹងអានេះ 9.3 តាបើ 9.3 ទៅជាទម្រង់ស្តង់ដារយើងសរសេរបាន 9.3 ទៅជាង10អញ្ចឹង A របស់យើងគឺស្មើ 9.3 នេះគឺជាទម្រង់ស្តង់ដារនៃស្វ័យគុណរបស់យើងគឺ 9.3 គុណនឹង10ស្វ័យគុណ7តើនោះយើងទៅណែបាទអញ្ចឹងលំហាត់នេះគឺលោកគ្រូបង្ហាញប៉ុណ្ណឹងតោះបើសិនជាឆ្ងល់សួរលោកគ្រូមកឧទាហរណ៍ចាំមើលលោកគ្រូឧទាហរណ៍មួយទៀតនៅក្នុងទម្រង់នេះឧទាហរណ៍ថាបើសិនជាលោកគ្រូមានលេខឧបមាថា204បាទ204មាន0ពីក្រោយបាទ7អញ្ចឹងលោកគ្រូឲ្យយើងសរសេរទៅជាទម្រង់ស្តង់ដារនៃស្វ័យគុណយើងសេយ៉ាងម៉េច
ទី1គឺយើងធ្វើម៉េចបើយើងទី1បានទី1ឥឡូវគ្រូដាក់កន្លែងនេះណាទី1គឺយើងសរសេរក្បាលវាសិនមកមែនទេបាន204គុណជាមួយនឹង10ស្វ័យគុណប៉ុន្មាន10ស្វ័យគុណប៉ុន្មានយើង1 2 3 4 5 6 7អញ្ចឹង10ស្វ័យគុណ7នេះគឺជាលក្ខណៈទី1ដែលយើងត្រូវសរសេរទី2គឺយើងរំកិលទស្សភាគអញ្ចឹងយើងបានប៉ុន្មានស្មើ2ចុចត្រូវអត់04នេះ2.04នេះគុណនឹង10ស្វ័យគុណប៉ុន្មានខ្ទង់ភាគ10ខ្ទង់ភាគ100បើខ្ទង់ភាគ100ស្វ័យគុណវាប៉ុន្មាន2ត្រូវទេបាទហើយយើងគុណជាមួយប៉ុន្មានទៀត10ស្វ័យគុណ7តើអត់ហើយបន្តមកទៀតយើងសរសេរបាន2.04គុណនឹង10តែគោល2នេះដូចគ្នាអត់ដូចអញ្ចឹងយើងយកស្វ័យគុណ2នេះបូកចូលគ្នាមកអញ្ចឹងមានន័យថា2បូក7បាន9អញ្ចឹងទម្រង់ស្តង់ដារនៃស្វ័យគុណរបស់យើងគឺអានេះហើយយើងស្គាល់ថាតើ a របស់យើងស្មើប៉ុន្មាន a គឺស្មើ 2.04 នេះ 2.04 តូចជាង10មែនអត់តូចជាងឃើញទេអានេះគេហៅថាទម្រង់ស្តង់ដារនៃស្វ័យគុណអញ្ចឹងលំហាត់លោកគ្រូមានប៉ុណ្ណឹងទេលោកគ្រូចង់បង្ហាញជាងតោះចម្លងយកនេះតិចមក